ជំរាបសួរក៏សួស្តីអ្នកទាំងអស់គ្នាយើងត្រឡប់មកវិញហើយជាមួយនឹងការសម្ដែងសាច់រឿង anime ខ្ញុំរីយ៉ាននៅថ្ងៃនេះដែរគឺខ្ញុំបានលើកយកសាច់រឿងថ្មីមួយដែលមានឈ្មោះថា A Condition Called Love គឺជាសាច់រឿងបែបស្នេហានៅវ័យក្មេងអីអញ្ចឹងណាអ្នកទាំងអស់គ្នាហើយអ្នកគេខ្លះកំពុងតែលួចក្រាស់ទៅលើអ្នកគេម្នាក់នៅក្នុងថ្នាក់ខ្លួនឯងនៅក្នុងសាច់រឿងមួយនេះប្រហែលជាមានគ្រប់រសជាតិតែម្ដងអំពីរឿងស្នេហាហ្នឹងអញ្ចឹងបើអ្នកទាំងអស់គ្នាកំពុងតែរកស្នេហាអាចនឹងត្រូវហើយអញ្ចឹងខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាចាំយូរទេហើយអ្នកដែលមកថ្មីកុំភ្លេចជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗនៅពេលដែលខ្ញុំអាប់ឡូតតោះអញ្ចឹងកុំឲ្យអ្នកទាំងអស់គ្នាខាតពេលយូរយើងទៅកាន់សាច់រឿងតែម្ដង Nice ចាប់ផ្ដើមនៃសាច់រឿងមកគេក៏បានបង្ហាញឲ្យយើងឃើញថានៅក្នុងហាងញ៉ាំអីមួយកន្លែងហើយក៏មានមនុស្សជាច្រើនកំពុងតែអង្គុយញ៉ាំអីនៅក្នុងនោះរួចក៏មានគូស្នេហ៍មួយគូឆ្លោះប្រកែកគ្នាអំពីរឿងស្នេហារបស់ពួកគេឈានទៅដល់ការបែកគ្នាថែមទៀតផងអ្នកទាំងអស់គ្នាស្របពេលនោះក៏មានក្មេងស្រីពីរនាក់ទៀតអង្គុយញ៉ាំអីនៅក្នុងនោះដែរហើយពួកគេក៏បានស្គាល់តួប្រុសដែលកំពុងឆ្លោះគ្នាជាមួយនឹងសង្សាររបស់គាត់ដូចគ្នាព្រោះពួកគេជាសិស្សរៀននៅសាលាជាមួយគ្នាគ្រាន់តែតួស្រីដែលពាក់អាវកាឡាខៀវហ្នឹងគឺមិនសូវចាប់អារម្មណ៍ទៅលើមនុស្សនៅក្នុងសាលាទេតួអង្គប្រុសរបស់យើងមានឈ្មោះថា Hananoi Kun ជាសិស្សដែលសង្ហានិងលេចធ្លោជាងគេនៅសាលារៀនចាយសក់តក្រូចខំនិយាយប្រាប់ទៅមិត្តភ័ក្តិប៉ុន្តែមិត្តភក្តិរបស់នាងហ្នឹងធ្វើញ៉ាំក្រែមធម្មតាអត់មានរំភើបចិត្តអីបន្តិចសោះចំណែកឯគូស្នេហ៍នេះវិញនិយាយមិនចោះសម្រងគ្នាពួកគេក៏បានចាក់ចេញពីទីនេះបាត់ទៅក្មេងស្រីដែលមានសក់ពណ៌តក្រូចនេះមានឈ្មោះថាអាសាមីឬក៏ Haibiki ជាមិត្តរបស់ក្មេងស្រីអាវក្រឡាខៀវនេះហើយក៏ជាតួអង្គស្រីរបស់យើងដែរដែលមានឈ្មោះថា Hainase ឬក៏ Hotaro នៅពេលនោះអាសាមីក៏ល្អូថាមិត្តប្រុសស្អាតប៉ុណ្ណឹងដែរហេតុអ្វីនៅតែបែកគ្នាទៀតហើយ Hotaro ក៏បានតបទៅវិញថាឯងនិយាយអញ្ចឹងដូចជាលួចស្រឡាញ់ណាគេម្នាក់អញ្ចឹងរួចអាសាមីក៏បានរៀបរាប់ប្រាប់អំពីរឿងស្នេហាទៅពីព្រោះគេគឺច្បាស់ណាស់អារឿងស្នេហាអីហ្នឹងតែបើ Hotaro ជាតួអង្គរបស់យើងវិញណាចប់ហ្មងរឿងស្នេហាអីបន្តិចក៏អត់ដឹងដែរហើយទើបតែដឹងបន្តិចហ្នឹងដោយសារតែមិត្តភ័ក្តិនឹងឯងហើយឥឡូវនេះអាសាមីក៏ប្រកាសថានាងមានមនុស្សដែលខ្លួនឯងស្រឡាញ់ម្នាក់ហើយពេល Hataro ឮអញ្ចឹងក៏ជួយត្រេកអរទៅឃើញមិត្តភ័ក្តិមានសង្សារអីអញ្ចឹងណាក្រោយពីពួកគេបានជជែកគ្នាចប់សពគ្រប់អស់មកពួកគេក៏បានចែកផ្លូវគ្នារៀងៗខ្លួន Hataro មានអាយុ16ឆ្នាំជាសិស្សនៅវិទ្យាល័យឆ្នាំទី1បច្ចុប្បន្នរស់នៅដោយគ្មានស្នេហាអីទេមានតែមិត្តហើយនឹងគ្រួសារនឹងឯងគេសប្បាយចិត្តនឹងរឿងតូចតាចនេះណាស់បើទោះបីជាខ្លួនគេមិនធ្លាប់មានស្នេហាពីមុនមកក៏ដោយតែយ៉ាងណាវិញនេះគ្រាន់តែជាការគិតរបស់គេតែប៉ុណ្ណោះស្របពេលនោះដែរ Hataro កំពុងតែដើរហ្នឹងគេក៏បានឃើញនឹង Hananoi អង្គុយហាលព្រិលតែម្នាក់ឯងមើលទៅគួរឲ្យអាណិតមែនតែនការបែកបាក់ស្នេហាមួយនេះមើលទៅពិតជាកំសត់មែនតែន Hotaro នៅមិនទាន់ច្បាស់ទេអារឿងស្នេហាអីនេះរួចគេក៏បន្តដើរទៅរក Hananoi ពេលទៅដល់ជិតក៏បានយកឆាតទទួលឲ្យ Hananoi រួចក៏បាននិយាយទៅកាន់គេថាប្រយ័ត្នផ្ដាសាយណាភ្លាមៗនោះពួកគេបានសម្លឹងមើលមុខគ្នាចំតែម្ដងអ្នកទាំងអស់គ្នាឆាតមួយនេះហើយក៏បានធ្វើឲ្យពួកគេស្គាល់គ្នាតាំងពីពេលនោះមកសាច់រឿងក៏បានបង្ហាញអំពីសិស្សជាច្រើនគឺភ្ញាក់ផ្អើលមែនតែនដែលបានឃើញ Hotaro ហើយនិង Hananoi មានទំនាក់ទំនងជាមួយគ្នាពួកគេហាក់បីដូចជាចូលចិត្តគ្នាទៅវិញទៅមកមែនតែនហើយនៅមុខមនុស្សគ្រប់គ្នានោះ Hananoi ក៏បានសុំ Hotaro ដើរជាមួយគ្នាឬក៏ចាប់ផ្ដើមធ្វើជាសង្សារនឹងគ្នាអីអញ្ចឹងណាអ្នកទាំងអស់គ្នារួចមកសាច់រឿងក៏បានកាត់ទៅកាន់ពេលព្រឹកដែល Hataro មកសាលារៀនធម្មតាប៉ុន្តែលើកនេះនាងក៏បានជួបជាមួយនឹងតួប្រុសរបស់យើងដែរព្រោះគេកំពុងតែឈរចាំ Hotaro ទៅសាលារៀនជាមួយគ្នានឹងឯងបើទោះបីជា Hotaro បានបដិសេធដើរជាមួយនឹងគេឬក៏ធ្វើជាសង្សារជាមួយនឹងគេក៏ដោយសកម្មភាព Hananoi ធ្វើនេះក៏ព្រោះតែចង់ឲ្យ Hotaro ស្គាល់ចិត្តរបស់គេជាមុនសិនក្នុងពេលដែលពួកគេដើរទៅសាលារៀននោះមានសិស្សដទៃដែលកំពុងដើរជិតគ្នានឹងនិយាយអំពីពួកគេគឺបាននិយាយអំពីដែល Hananoi សុំ Hotaro ធ្វើជាសង្សារនឹងគ្នានៅឯសាលារៀនហ្នឹងហើយពេលហ្នឹង Hotaro ធ្វើដូចជាកូនក្មេងពេលគេសុំស្រឡាញ់អីអញ្ចឹងណាតួអង្គស្រីរបស់យើងក៏បានឮពួកគេនិយាយមកលើខ្លួនឯងដែរឃើញបែបនេះហើយតួអង្គប្រុសរបស់យើងក៏បាននិយាយពីម៉ូដសក់របស់ Hotaro នាងក៏បានប្រាប់ថាម៉ូដសក់មួយនេះវាខ្លីអញ្ចឹងងាយស្រួលងូតទឹកឬក៏កក់សក់អីអញ្ចឹងទៅនៅពេលនោះតួអង្គស្រីរបស់យើងក៏បានសួរមួយសំណួរទៅកាន់តួអង្គប្រុសរបស់យើងថាមិនបានជាជ្រើសរើសយកនាងអញ្ចឹងតួអង្គប្រុសរបស់យើងក៏បានប្រាប់ថាគាត់ចាប់អារម្មណ៍តាំងពីថ្ងៃដែលគាត់អង្គុយហាលព្រិលហើយបានឆាតរបស់ Hotaro ទទួលឲ្យគាត់តាំងពីពេលនោះមក
Hananoi ក៏បានបន្តនិយាយទៀតថាមានមនុស្សជាច្រើនដែលបានចាប់អារម្មណ៍ឬក៏តាមមើលគាត់គ្រប់ពេលអញ្ចឹងហើយក្នុងពេលដែលគេបាននិយាយជាមួយនឹង Hotaro នេះគឺមានមនុស្សជាច្រើនទៀតលួចនិយាយពីគាត់អីអញ្ចឹងណាអ្នកទាំងអស់គ្នាដូចនេះហើយគ្មានអីចម្លែកនោះទេក្រោយពីពួកគេបានមកដល់សាលារៀនហើយមិត្តរបស់ Hotaro ក៏បានមកជួបនាងមិត្តម្នាក់ទៀតដែលយើងទើបតែឃើញហ្នឹងគឺមានឈ្មោះថា Shibamu ពេលហ្នឹងដែរអាសាមីដឹងថាមិត្តភ័ក្តិរបស់ខ្លួនហ្នឹងបានដើរជាមួយនឹងតួប្រុសដែលមានឈ្មោះថា Hananoi ហ្នឹងនាងពិតជាខ្លាចមែនតែនខ្លាចថាមិត្តភ័ក្តិរបស់នាងឈប់ដើរជាមួយនឹងគេអីអញ្ចឹងណាអ្នកទាំងអស់គ្នាចំណែកឯ Shibamu វិញក៏បានសួរ Totaro អំពីអារម្មណ៍របស់នាងដែលបានដើរជាមួយនឹង Hananoi នោះរួចគេក៏បានប្រាប់ថាគាត់មិនអីនោះទេគ្រាន់តែមានអារម្មណ៍ថាគាត់លាក់លៀមឬក៏សម្ងាត់អីអញ្ចឹងណាបន្ទាប់មកសាច់រឿងក៏បានកាត់ទៅកាន់ Hotaro កំពុងលើកអីវ៉ាន់ហើយក៏បានជួបជាមួយនឹង Hananoi ទៀតហើយគាត់ក៏បានជួយលើកគ្នាទៅមើលទៅពិតជាអាសាមែនតែន Hotaro ក៏ចាប់អារម្មណ៍ថា Hananoi បានកាត់សក់ឲ្យខ្លីដូចជានាងដែរគាត់កាត់សក់ខ្លីនេះគឺចង់បង្ហាញប្រាប់ថាកែប្រែទៅលើរូបរាងជាមុនសិនសម្រាប់ Hotaro ដល់ពេលឮអញ្ចឹងទៅ Hotaro ក៏រៀងភ្ញាក់ផ្អើលដែរនាងក៏បានដឹងដែរថា Hataro ធ្វើទង្វើទាំងអស់នេះគឺសុទ្ធតែដើម្បីនាងតែនាងមិនទាន់ស្គាល់ទេថាអារម្មណ៍ពិសេសវាទៅជាបែបណាគ្រាន់តែដឹងថាខ្លួនឯងដូចជាមនុស្សយន្តអញ្ចឹង Hananoi ក៏បាននិយាយថាតតែសាកល្បងទើបស្គាល់ពីអារម្មណ៍ទាំងអស់នោះ Hotaro ក៏ប្រាប់ទៅវិញនាងអាចនឹងធ្វើឲ្យគេឈឺចាប់ក៏ថាបានដែរព្រោះនាងជាមនុស្សដែលមិនធ្លាប់លងស្នេហ៍ទៅនរណាម្នាក់ឡើយរួច Hananoi ក៏បាននិយាយថាគ្មាននរណាម្នាក់មិនលងស្រឡាញ់អ្នកណាម្នាក់ទេនិយាយទៅតួអង្គរបស់យើងមានអារម្មណ៍ថាគាត់មានបទពិសោធន៍ស្នេហាច្រើនមែនតើអ្នកទាំងអស់គ្នាសាច់រឿងក៏បានកាត់ទៅកាន់ម៉ោងដែលសិស្សកំពុងញ៉ាំអាហារថ្ងៃត្រង់វិញម្ដង Shibamo និង Asami ក៏បានមកប្រាប់តួអង្គស្រីរបស់យើងថាថ្ងៃនេះពួកគេរវល់ណាស់អត់បានញ៉ាំបាយជាមួយនឹងគ្នាទេម្នាក់ជាប់ញ៉ាំអីជាមួយនឹងសង្សារទៅហើយចំណែកឯម្នាក់ទៀតជួបជុំគ្នាជាមួយនឹងក្លឹបរបស់គេចឹងទៅអញ្ចឹងហើយ Hotaro ថ្ងៃនេះដឹងតែញ៉ាំអីម្នាក់ឯងហើយពេលនោះដែរ Hananoi ក៏បានមកសុំឲ្យតួអង្គស្រីរបស់យើងទៅញ៉ាំអីជាមួយគ្នាហ្មងទៅពេលនោះ Hotaro បានបដិសេធដែរតែនៅតែមកញ៉ាំអីជាមួយគ្នាដដែល Hananoi បានយកនំប៉ាវមួយឲ្យទៅកាន់តួអង្គស្រីរបស់យើងទៀតHotaro ចូលចិត្តនំប៉ាវនេះណាស់អញ្ចឹងហើយក៏យកមកទៅលែងគួរសមហើយនៅពេលហ្នឹងដែរនាងក៏បានឲ្យតួអង្គប្រុសរបស់យើងញ៉ាំពាក់កណ្ដាលដែរទៅ Hotaro ញ៉ាំបានមួយម៉ាត់ក៏បានសួរតួអង្គប្រុសរបស់យើងថាឆ្ងាញ់អត់ Hananoi បានឆ្លើយថាឆ្ងាញ់តាព្រោះបានញ៉ាំជាមួយនឹងយើងហ្នឹងហ៊ីឡើង sweet ហ្មងadmin ចង់លើសទឹកនំផ្អែមនេះពេលហ្នឹងហើយ Hotaro ក៏បានយល់ពីអារម្មណ៍ដែលថាញ៉ាំពីរនាក់ទើបវាឆ្ងាញ់យ៉ាប់ហ្មងតួអង្គស្រីរបស់យើងបានចាប់អារម្មណ៍ទៅលើត្រចៀករបស់ Hananoi ដែលលើកនេះគឺមិនបានឃើញក្រវិលពាក់ដូចមុនអញ្ចឹង Hananoi ក៏បានគិតថា Hotaro មិនចាប់អារម្មណ៍ទេអញ្ចឹងក៏ដោះវាហ្មងទៅរួច Hotaro ក៏បាននិយាយថា Hananoi មិនចាំបាច់ធ្វើអ្វីគ្រប់យ៉ាងដើម្បីនាងទេធ្វើអ្វីដែលខ្លួនឯងចូលចិត្តវិញទៅក្រោយមក Hananoi រៀបនឹងយកមកពាក់ហើយទើបតែគេប្រាប់ថាមួយចំហៀងទៀតនឹងជ្រុះបាត់នៅកន្លែងណាបាត់ហើយតួអង្គស្រីរបស់យើងបានដឹងបែបនេះហើយក៏ចង់ស្វែងរកមួយចំហៀងទៀតដែរតែតួអង្គរបស់យើងក៏ថាមិនអីនោះទេសាច់រឿងក៏បានកាត់ទៅកាន់ម៉ោងកីឡាវិញម្ដងនៅពេលនោះមានសិស្សស្រីម្នាក់អត់មានដង្កៀបគៀបសក់ទើបរត់មកខ្ចីគេរួច Hotaro ឃើញបែបនេះក៏ឲ្យដង្កៀបមួយគូឲ្យទៅមិត្តភ័ក្តិនឹងខ្ចីសិនទៅក្រោយពីសិស្សបានចាប់ផ្ដើមរត់ហាត់ប្រាណរួចហើយអស់មក Hananoi ក៏បានបបួល Hotaro ទៅផ្ទះជាមួយគ្នាទៀតហើយតែនាងមិនបានទៅទេពីព្រោះអ្នកដែលបានខ្ចីដង្កៀបគៀបសក់របស់នាងហ្នឹងបានធ្វើជ្រុះបាត់មួយចំហៀងបាត់ទៅហើយក៏ចង់ទៅរកវិញដែរប៉ុន្តែនៅខាងក្រៅអាកាសធាតុមិនល្អនោះទេធ្លាក់ព្រិលខ្លាំងមែនតែនចឹងហើយរកមិនងាយឃើញនោះទេពេលទៅដល់ផ្ទះវិញ Hotaro គេងមិនលក់នោះទេព្រោះបាត់ដង្កៀបគៀបសក់ហ្នឹងនៅពេលនោះ Hananoi បានខលមកតួស្រីរបស់យើងសួរអំពីដង្កៀបគៀបសក់នោះមានខ្សែដែរឬទេអញ្ចឹងត្រង់នេះតួអង្គស្រីរបស់យើងក៏បានដឹងហើយថា Hananoi អាចនឹងកំពុងតែរកដង្កៀបនោះក៏ថាបានដែរដូចនេះ Hotaro ក៏បានចេញពីផ្ទះទៅសាលារៀនដើម្បីរកមើលតួប្រុសទាំងយប់នេះតែម្ដង Hotaro គិតថាមនុស្សធម្មតាឯណាទៅរកដង្កៀបគៀបសក់នៅពេលយប់ធ្លាក់ព្រិលខ្លាំងអញ្ចឹងពេលដែលរត់ទៅដល់សាលារៀនពិតជាបានឃើញតួអង្គប្រុសរបស់យើងកំពុងរកដង្កៀបនោះមែន Hotaro ឆ្ងល់ថាហេតុអីបានជាគេធ្វើបែបនេះអញ្ចឹងរួច Hananoi បានប្រាប់ថាគេគ្រាន់តែចង់សប្រាយហើយក៏ចង់ឃើញស្នាមញញឹមរបស់ Hotaro នឹងឯងរួចមកតួអង្គប្រុសរបស់យើងក៏បានឲ្យតួអង្គស្រីរបស់យើងនឹងត្រឡប់ទៅផ្ទះវិញទៅនៅឥឡូវហ្នឹងវាត្រជាក់ខ្លាំងណាស់ក្នុងពេលនោះដែរ Hotaro រត់ទៅអោប Hananoi ពីក្រោយតែម្ដងអ្នកទាំងអស់គ្នាហើយមិនឲ្យគាត់បន្តរកទៀតទេ
ព្រោះអាកាសធាតុត្រជាក់ខ្លាំងហើយប៉ះដៃ Hanoi ទៅឡើងដូចទឹកកកតែម្ដងបើសិនជា Hanoi ឈឺ Hotaro នឹងមិនសប្បាយចិត្តនោះទេហើយគេអាចនឹងស្លាប់នៅទីនេះក៏ថាបានដែរបើសិនជាត្រជាក់ខ្លាំងអញ្ចឹងតួអង្គរបស់យើងក៏បាននិយាយថាបើគេរកឃើញប្រកាសណាស់ Hotaro នឹងញញឹមហើយគេស្លាប់ទៅសប្បាយចិត្តហើយរួច Hotaro ក៏តបវិញថាវាមិនមែនមានតែមនុស្សម្នាក់នឹងទេដែលធ្វើឲ្យគេសប្បាយចិត្តបើមែននោះនាងនឹងមិនស្រឡាញ់នរណាម្នាក់ទេពេលហ្នឹង Hotaro ស្រែកដាក់ Hanano យកតែម្ដងអ្នកទាំងអស់គ្នាស្រែកខ្លាំងៗហ្មងណាអញ្ចឹងហើយតួអង្គស្រីរបស់យើងក៏បាននាំ Hanano ចូលថ្នាក់សិនដើម្បីឲ្យមានចំហាយក្តៅបន្តិចហើយក៏បានជូតសក់មើលថែគេយកតែម្ដងនៅថ្ងៃបន្ទាប់ Hotaro និងមិត្តរបស់នាងដទៃទៀតកំពុងឈរនិយាយគ្នាហើយនៅពេលនោះតួអង្គរបស់យើងបានដើរកាត់នឹងមុខពួកគេដែរប៉ុន្តែបែរជាមិននិយាយជាមួយនឹងនរណាម្នាក់ទេតួអង្គស្រីរបស់យើងពិតជាឆ្ងល់មែនតើហេតុអ្វីបានជាគាត់ទៅជាបែបនេះពេលដែលដល់ម៉ោងត្រឡប់ទៅផ្ទះវិញ Hotaro ហើយនិង Hanano ក៏បានជួបគ្នារួចតួអង្គរបស់យើងក៏បានសុំទោសទៅកាន់តួអង្គស្រីរបស់យើងដែរនៅកាលពីរឿងដែលយប់មិញនឹងឯងហើយឥឡូវនេះគេក៏បានរកឃើញដង្កៀបនេះវិញហើយដង្កៀបនេះគឺវាពិតជាសំខាន់ណាស់សម្រាប់ Hotaro ពីព្រោះនេះគឺជាកាដូពីគ្រួសាររបស់នាង Hanoi គឺជាអ្នកបានរកឃើញវាបូកផ្សំជាមួយនឹងការស្រឡាញ់ពីគេទៀតអញ្ចឹងដង្កៀបមួយនេះគឺវាពិតជាសំខាន់និងអស្ចារ្យមែនតែនរួច Hotaro ក៏មានក្រវិលដែល Hanoi បានបាត់ឲ្យតែគេវិញដូចគ្នាតួអង្គរបស់យើងក៏បានសុំទោសទៅកាន់គេទៀតហើយដោយសារតែធ្វេសប្រហែសនៅរបស់សំខាន់អីអញ្ចឹងណា Hotaro មើលទៅកាន់តួអង្គរបស់យើងទឹកមុខសែតមែនតែនប៉ុន្តែខ្ជូតវិញតាំងពីគេនៅក្បែរ Hanoi មកគេមានអារម្មណ៍ថាអ្វីៗគឺថ្មីទាំងអស់បើសិនជាគេចំណាយពេលនៅក្បែរ Hanoi បន្ថែមទៀតប្រកាសជាចាប់ផ្ដើមយល់ច្បាស់អំពីរឿងស្នេហាអីហើយពេលនោះតួអង្គរបស់យើងរៀបនឹងទៅហើយប៉ុន្តែ Hotaro ក៏បានចាប់ដៃអាវគេជាប់ហើយក៏បាននិយាយថាខ្ញុំមិនគិតថានឹងប្រាប់អ្នកទេតែខ្ញុំមិនស្អប់អ្នកនោះទេហើយក៏មិនចូលចិត្តតែពេលនេះដែរគឺគ្រប់ពេលដែលអ្នកធ្វើឲ្យខ្ញុំសប្បាយចិត្តអញ្ចឹងថាតើខ្ញុំអាចរៀនបន្ថែមអំពីចំណុចទាំងអស់នេះបានទេហើយតើខ្ញុំអាចនឹងលងស្នេហ៍នៅថ្ងៃណាមួយដែរឬទេ Hanoi ក៏បានប្រាប់ទៅវិញថាប្រកាសជាអាចហើយថ្ងៃណាមួយវានឹងកើតឡើងជាក់ជាមិនខាននៅពេលដែលអ្នកបានយល់ពីអារម្មណ៍ពិសេសទៅនរណាម្នាក់នេះរួច Hotaro ក៏បានយល់ព្រមសាក់លបងចាប់ផ្ដើមយកចិត្តគ្នាឬក៏ធ្វើជាសង្សារនឹងគ្នានឹងឯងអ្នកទាំងអស់គ្នានិយាយមិនទាន់អស់ផង Hanoi ក៏បានអោប Hotaro យកតែម្ដងអ្នកទាំងអស់គ្នាសិស្សដទៃមើលឡើងពេញនឹងតែម្ដង Hotaro បានយល់ព្រមហើយតែគេមិនដឹងថានៅខាងមុខទៀតនឹងមានរឿងអ្វីកើតឡើងទេគ្រាន់តែពេលនេះគេបានយល់ព្រមហើយអញ្ចឹងសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ដែរអ្នកទាំងអស់គ្នារឿងមួយនេះពួកគេអាចនឹងនិយាយច្រើនតិចឲ្យអ្នកទាំងអស់គ្នាហើយខ្ញុំខ្លាចអស់សាច់រឿងអញ្ចឹងក៏បាននិយាយទៅតាមសាច់រឿងដែរទៅសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយោគយល់នៅចំណុចនេះហើយខ្ញុំនឹងបន្តសម្រាយសាច់រឿងមួយនេះឲ្យអ្នកទាំងអស់គ្នាទៀតហើយក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវីដេអូមួយនេះដូចខ្ញុំដែរជំរាបលាអ្នកទាំងអស់គ្នាពួកយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ